សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកដឹងថាតើការប្រើប្រាស់ថ្នាំត្រឹមត្រូវយើងត្រូវប្រើដូចម្ដេចព្រោះការប្រើប្រាស់ថ្នាំខុសគឺមានបញ្ហាថ្នាំប្រៀបដូចជាអាវុធមកពីរប្រើត្រូវគឺព្យាបាលជំងឺប្រើខុសគឺធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរឬប៉ះពាល់ទៅដល់សុខភាពហើយធ្ងន់ធ្ងរគឺបាត់បង់អាយុជីវិតលឿនតែម្ដងក្រោយការប្រើប្រាស់ហើយតើការប្រើប្រាស់ត្រឹមត្រូវប្រើប្រាស់យ៉ាងដូចម្ដេចទីនោះគឺប្រើប្រាស់ត្រឹមត្រូវ4វិធីទី1ត្រូវថ្នាំមានន័យយើងត្រូវលេបថ្នាំអីគឺយើងអានឈ្មោះមើលធាតុផ្សំវាឲ្យច្បាស់ហើយសឹមប្រើប្រាស់ថ្នាំហ្នឹងជាពិសេសថ្នាំហ្នឹងអ្នកណាជាអ្នកកំណត់ឲ្យប្រើជាឱសថការីឬជាគ្រូពេទ្យអញ្ចឹងត្រូវប្រើថ្នាំហ្នឹងតាមការណែនាំរបស់គាត់ឲ្យបានត្រឹមត្រូវឲ្យត្រូវថាច្បាស់ជាថ្នាំហ្នឹងទី2ត្រូវពេលវេលាថ្នាំគឺយើងប្រើប្រាស់នៅពេលណាមុនបរិភោគអាហារប្រហែលម៉ោងក្រោយបរិភោគអាហារម៉ោងឬបរិភោគជាមួយអាហារតែម្ដងបរិភោគពេលយប់ឬក៏បរិភោគពេលថ្ងៃបរិភោគតែពេលព្រឹកឬបរិភោគតែពេលល្ងាចអានោះឲ្យច្បាស់អញ្ចឹងមួយទៀតគឺប្រើប្រាស់ទី3គឺប្រើប្រាស់ឲ្យត្រូវកម្រិតឬត្រូវកំហាប់ថាមួយថ្ងៃនឹងគ្រាប់គឺច្បាស់គ្រាប់មួយថ្ងៃនឹង2ស្លាបព្រាព្រឹក1ស្លាបព្រាល្ងាច1ស្លាបព្រាច្បាស់ព្រឹក1ស្លាបព្រាល្ងាច1ស្លាបព្រាក្រោយបាយឬមុនបាយច្បាស់ត្រូវកំហាប់ត្រូវចំនួនរបស់ថ្នាំហ្នឹងទី4ត្រូវវិធីមិនវិញដូចជាថ្នាំខ្លះត្រូវទំពាយើងត្រូវទំពាថ្នាំខ្លះគឺហាមដាច់ខាតទំពាអញ្ចឹងយើងគុំទំពាឲ្យសោះលេបទាំងមូលជាមួយនឹងទឹកប្រហែលទឹក300មីលីលីត្រទឹក300មីលីលីត្រមួយទៀតថ្នាំជាម្សៅយើងលាយជាមួយទឹកលាយប្រហែលលាយ50មីលីលីត្រហើយញ៉ាំម្ដងប្រហែល10មីលីលីត្រតាមគីឡូតាមអាយុអញ្ចឹងយើងបរិភោគតាមហ្នឹងទៅឲ្យត្រូវអីគេត្រូវកំហាប់ត្រូវវិធីហើយបរិភោគពេលណាអីចឹងហើយតកតងការប្រើប្រាស់ថ្នាំនេះបងប្អូនមុនប្រើប្រាស់ថ្នាំគឺត្រូវទៅជួបគ្រូពេទ្យជាបណ្ឌិតឱសថការីសិនទើបដឹងថាការប្រើប្រាស់ថ្នាំនេះត្រឹមត្រូវឬក៏អត់ត្រូវកម្រិតហើយឬនៅមានសុវត្ថិភាពចំពោះសុខភាពរបស់យើងទេចំពោះវ័យរបស់យើងអាយុរបស់យើងគីឡូរបស់យើងការប្រើប្រាស់ថ្នាំផ្សេងទៀតរបស់យើងអរគុណសម្រាប់ការតាមដានវីដេអូបងប្អូនទាំងអស់គ្នាកុំភ្លេច share មួយផងអរគុណ